គ្នាពីការ subscribe Dual Investment អញ្ចឹងឥឡូវនេះខ្ញុំកំពុងតែនៅក្នុង desktop version for Gate Exchange អឺសម្រាប់ខ្ញុំចូលចិត្តប្រើ desktop version ដោយសារតែខ្ញុំនឹង record Dual Investment history របស់ខ្ញុំនៅក្នុងអឺ software ផ្សេងទៀតដែលខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅពេលក្រោយអញ្ចឹងសម្រាប់ Dual Investment ពេលដែលអ្នកនរគ្នាចូលទៅក្នុង Gate Exchange អ្នកទាំងអស់គ្នាចូលទៅកន្លែងនេះទៅហើយយើងនឹងឃើញ product ជាច្រើនផុស exchange គេហើយយើងរកពាក្យថា Dual Investment នៅក្នុងនេះមកចុចទៅលើ Dual Investment ហ្នឹងគេនឹងបង្ហាញយើងកន្លែង Dual Investment ហ្នឹងគឺងាយស្រួលមែនតើអ្នកទាំងអស់គ្នានៅក្នុង Dual Investment នេះនៅកន្លែងដំបូងគេដែលអ្នកទាំងអស់គ្នាមកដល់ហ្នឹងគឺជាប្រភេទ coin ដែលអ្នកទាំងអស់គ្នាចង់ដាក់ Dual Investment បើសិនជាអត់ឃើញ coin ដែលខ្លួនឯងចង់ដាក់ទេអាចចូលទៅកន្លែង all coin នេះដើម្បី search coin ល្បីៗច្រើនមាននៅក្នុង Dual Investment ប៉ុន្តែ coin ខ្លះទៀតក៏អត់ទាន់មានដែរអញ្ចឹងវាអាស្រ័យទៅលើ coin ដែលអ្នកនរគ្នាចង់ដាក់ដែរអញ្ចឹងណាតែដូច Ethereum BTC ឬមួយក៏ Solana អីគឺមាននៅក្នុង Dual Investment ទាំងអស់អញ្ចឹងអ្នកនរគ្នាអាចរើសមួយមកឧទាហរណ៍ថាយក Ethereum ហើយបន្ទាប់មកយើងសម្រេចចិត្តថាយើងចង់ buy low ឬក៏ sell high buy low នេះយើងយក USDT ទៅទិញហើយ sell high នេះយើងប្រើ coin ហ្នឹងដើម្បីយកទៅលក់នៅកន្លែងនេះគឺគេបង្ហាញពី current price ផ coin មួយហ្នឹងចឹង Ethereum ឥឡូវនៅសល់2927វាជំនួយសម្រាប់យើងពេលដែលយើង select price ដែលអ្នកនរគ្នាចង់ដាក់ Dual Investment នៅខាងក្រោមណាអ្នកនរគ្នានៅក្នុង gate នេះគេមាន VIP ទៀតចឹងសម្រាប់អ្នកដែលគាត់ deposit asset ច្រើននៅក្នុង gate ហ្នឹងគឺគាត់បានជា VIP នៅក្នុងនឹងទៀតចឹងណា VIP ហ្នឹងគឺ special case គេបាន APR ខ្ពស់អីចឹងទៅហើយ term ត្រឹម18ម៉ោងអីចឹងទៅពីព្រោះនៅក្នុងនេះសម្រាប់អ្នកធម្មតាគឺ term តិចបំផុតត្រឹម1ថ្ងៃអញ្ចឹងយើងអាចមើល price ទៅ price មួយណាដែលយើងចង់ subscribe ទៅក្នុងហ្នឹងដោយយើងអាចឡើងមកមើលcurrent price របស់គេហើយយើងប្រៀបធៀបមួយគ្នាថា price ណាដែលយើង feel ថាយើងចង់ដាក់ដូចអ្នកនរគ្នាឃើញ price ហ្នឹងគឺវា load ឡើងចុះភ្លាមហ្មងវាអត់ទៀងទេអញ្ចឹងពេលដែលអ្នកនរគ្នាមើលក្នុង screen អ្នកនរគ្នាប្រហែលជាឃើញខុសពីខ្ញុំដាច់ហ្មងអញ្ចឹងយើងចុចឧទាហរណ៍ថាលើគេនេះខ្ញុំឧទាហរណ៍អញ្ចឹងណាយើងចុច subscribe អញ្ចឹងទៅអញ្ចឹងនៅក្នុង subscribe នេះអ្នកនរគ្នាត្រូវរើសយកអ្នកនរគ្នាចង់ដាក់ Dual Investment ចំនួនប៉ុន្មាននៅក្នុងនេះគេ show ហ្មងថា minimum ប៉ុន្មានអីចឹងទៅដូចឧទាហរណ៍ខ្ញុំដាក់$300 USDT ចឹងអញ្ចឹងនៅក្នុងនេះគេមានជា overview នៃ Dual Investment ហ្នឹងថាមានអីគេខ្លះហើយ amount ជាមួយនឹងទឹកលុយដែលយើង available auto reinvest នេះយើងចង់បើសិនជា buy low អត់ successful ទេយើងចង់ reinvest ម្ដងទៀតដែរអត់ហើយកន្លែងនេះគឺសំខាន់មែនតើគឺគេនឹង show អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នានឹងទទួលបានអីបើវា reach ទៅ price ហ្នឹងឬមួយក៏អត់ reach ទៅ price ហ្នឹងអញ្ចឹង Dual Investment នេះដូចជាការចុះកិច្ចសន្យាកុងត្រាមួយអញ្ចឹងអ្នកទាំងអស់គ្នាគឺអត់អាច cancel បានទេនៅក្នុង Gate Exchange អញ្ចឹងបើសិនជា price នេះអត់ reach ទេអ្នកទាំងអស់គ្នានឹងទទួលបានចឹងបើ price នេះតូចជាងឬមួយក៏ស្មើ 2927.5 ហ្នឹងអ្នកទាំងអស់គ្នានឹងទទួលបាន 0.1047,055 ETH ហ្នឹងគេបូកឲ្យយើងមើល principal យើងគឺត្រូវដើមប៉ុណ្នេះទេហើយ interest គេថែមឲ្យប៉ុណ្នេះទៀតអញ្ចឹងអានេះគឺជាតម្លៃសរុបតម្លៃចុងក្រោយដែលអ្នកទាំងអស់គ្នានឹងទទួលបានបើសិនជាវា reach ដល់ប៉ុណ្ណឹងកន្លែងនេះគឺជា graph ដែលគេ show ថាបើ price ហ្នឹងទៅដល់ក្រោមនេះចឹងអ្នកទាំងអស់គ្នានឹងទទួលបាន ETH តែបើវាឡើងទៅលើអ្នកទាំងអស់គ្នាទទួលបាន USDT វិញចឹងអញ្ចឹងអានេះគឺដូចគ្នាដែរបើសិនជាតម្លៃហ្នឹងធំជាង 2927.5 ហ្នឹងគឺអ្នកទាំងអស់គ្នានឹងទទួលបាន 306.52 USDT ដែល principal តម្លៃដើមដែលយើងដាក់ហ្នឹង$300ជាមួយនឹង interest 6.52 USDT រៀងច្រើនដែរអ្នកទាំងអស់គ្នាអញ្ចឹងគេបាន interest ច្រើនវាទៅតាម risk ដែលអ្នកទាំងអស់គ្នាមើលអញ្ចឹងណាជាធម្មតាបើសិនជា APR នេះខ្ពស់គឺបានន័យថា price ហ្នឹង most likely នឹង reach ទៅដល់ហ្នឹងមានន័យថាវាអាចនឹងទៅដល់ហ្នឹងអញ្ចឹងបានគេហ៊ានឲ្យ interest យើងច្រើនអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាមើល okay ហើយអស់គឺអ្នកទាំងអស់គ្នាចុច confirm ទៅវានឹង load
អាចអ្នកនរគ្នាឃើញថាអ្នកនរគ្នាបាន subscribe successful តែអានេះដោយសារខ្ញុំអស់ USDT អញ្ចឹងខ្ញុំបានតែថំប៉ុណ្ណឹងខ្ញុំបិទមកវិញមកដើម្បីចង់មើលថាយើង subscribe បានប្រហែលដូច investment ហ្នឹងអ្នកនរគ្នា scroll មកលើណាគេដាក់កន្លែង my holding នេះអ្នកនរគ្នាចូលមើលនៅក្នុង my holding នេះទៅនឹងឃើញដូច investment ដែលយើង subscribe ទាំងអស់អញ្ចឹងនេះគឺជាការបង្ហាញរបៀបធ្វើ dual investment វីដេអូក្រោយៗខ្ញុំនឹងបង្ហាញពី dual investment ដែលខ្ញុំ subscribe ពីមុនមកអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងពេលខ្លះខ្ញុំបង្ហាញប្រហែលជាខ្ញុំអត់ចូលមក show កន្លែងនេះទៀតទេដោយសារតែខ្ញុំ record ទុកអញ្ចឹងខ្ញុំអាចទៅមើល history price ពីមុនមកបាន